វីដេអូសង្ខេបសកម្មភាពការងាររបស់អាដាមរដ្ឋមន្ត្រីហ៊ីងសួរនិងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចាប់ពីថ្ងៃទី4ដល់ថ្ងៃទី10ខែឧសភាឆ្នាំ2026នារសៀលថ្ងៃអង្គារទី5ខែឧសភាអាដាមរដ្ឋមន្ត្រីហ៊ីងសួរបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប18ឆ្នាំនៃផលជាវិជ្ជមាននិងបរិវត្តកម្មក្នុងវិស័យអប់រំរបស់ក្រុមហ៊ុន Westline Education Group ហៅកាត់ថា WEG និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅកម្មវិធីអន្តរជាតិ Pearson Edexcel របស់ចក្រភពអង់គ្លេសនៅសាលារៀន Westline ដែលប្រព្រឹត្តឡើងក្រោមអធិបតីអាដាមបណ្ឌិតសភាចាហងជួនណារុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានាឱកាសនោះអាដាមហ៊ីងសួរបានថ្លែងអបអរសាទរចំពោះសមិទ្ធផលរយៈពេល18ឆ្នាំរបស់ក្រុមហ៊ុន WEG ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់សេវាអប់រំនិងបណ្ដុះបណ្ដាលជំនាញដ៏មានគុណភាពច្នៃប្រឌិតនិងទំនើបកម្មដែលចូលរួមធ្វើបរិវត្តកម្មធនធានមនុស្សនៅកម្ពុជានិងជាសក្ខីភាពនៃភាពជាដៃគូរវាងរដ្ឋនិងឯកជននារសៀលថ្ងៃពុធទី6ខែឧសភាអាដាមហ៊ីងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាស្ដីពីលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅបន្តឆ្នាំ2026របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះគណៈវិស្វករកម្ពុជាសម្រេចបានសមិទ្ធផលតាមផែនការដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាពពិសេសនៅក្នុងការបណ្ដុះបណ្ដាលការចុះបញ្ជីវិស្វករនិងការបន្តផ្សព្វផ្សាយនៅតាមក្រសួងស្ថាប័ននិងរាជធានីខេត្តដើម្បីបង្កើនប្រសិទ្ធភាពការងារនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាអាដាមហ៊ីងសួរបានផ្ដល់នូវអនុសាសន៍ដ៏មានតម្លៃសម្រាប់យកទៅអនុវត្តជាពិសេសគឺការសិក្សាពីមូលហេតុដែលវិស្វករដែលចុះបញ្ជីដំបូងមិនអាចបន្តចុះបញ្ជីជាវិស្វករអាជីពយកចិត្តទុកដាក់ខ្ពស់ចំពោះវិស្វករដែលបានចុះបញ្ជីរួចដូចជាការផ្ដល់ការបណ្ដុះបណ្ដាលបន្ថែមនិងខិតខំបញ្ចូលតាក់ទាញឲ្យមានការចុះបញ្ជីវិស្វករកាន់តែច្រើនព្រមទាំងពិនិត្យមើលលក្ខខណ្ឌនៃការចុះបញ្ជីសម្រាប់វិស្វករដំបូងនិងអាជីពនាល្ងាចក្នុងថ្ងៃដដែលអាដាមហ៊ីងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញចូលរួមពិធីជប់លៀងចប់អាណត្តិបេសកកម្មការទូតរបស់លោកស្រី Bridget Walker ភារៈធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅនិវាសនដ្ឋានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនាព្រឹកថ្ងៃប្រហ័សទី7ខែឧសភាអាដាមរដ្ឋមន្ត្រីហ៊ីងសួរបានអញ្ជើញជាវិក្កាមកិត្តិយសក្នុងវេទិកាវិនិយោគកម្ពុជាឆ្នាំ2026ក្រោមប្រធានបទលើសពីការវិនិយោគការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបរិយាសកម្មនិងភាពជាដៃគូយុទ្ធសាស្ត្រដែលប្រព្រឹត្តទៅក្រោមអធិបតីអាដាមស៊ុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាអាដាមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនិងតម្លាភាពនៃការផ្តល់សេវាពាក់ព័ន្ធនឹងការប្រើប្រាស់ហត្ថពលកម្មបរទេសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេសតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មចាប់ពីឆ្នាំ2016មកប្រព័ន្ធនេះផ្ដល់ភាពងាយស្រួលដល់សហគ្រាសក្រុមហ៊ុនរោងចក្រដែលប្រើប្រាស់កម្មករនិយោជិតបរទេសជាពិសេសការស្នើសុំសេវាគឺធ្វើឡើងតាមប្រព័ន្ធអនឡាញដែលបង្កភាពងាយស្រួលដល់ពួកគាត់និងរួមចំណែកក្នុងការគ្រប់គ្រងការប្រើប្រាស់ហត្ថពលកម្មបរទេសនៅកម្ពុជាផងដែរនាព្រឹកថ្ងៃដដែលលោកជំទាវសុវណ្ណវណ្ណរដ្ឋរដ្ឋលេខាធិការប្រចាំការបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ដៃគូបច្ចេកទេសកម្រិតខ្ពស់នៃកម្មវិធីភាពជាដៃគូ ILO Triangle ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នស្ថានទូតអូស្ត្រាលីពីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការអង្គការអន្តរជាតិខាងការងារនិងភាគីពាក់ព័ន្ធជាកិច្ចការបន្តសម្រាប់ឆ្នាំ2026លោកជំទាវបានប្រកាសថាចាប់ពីថ្ងៃទី24ខែមេសាឆ្នាំ2026តទៅរាជរដ្ឋាភិបាលផ្ដល់ការធ្វើតេស្តទទួលស្គាល់ជំនាញដោយឥតគិតថ្លៃលើមុខជំនាញចំនួន8ជូនដល់អតីតពលករមកពីប្រទេសថៃដើម្បីប្រែក្លាយបទពិសោធន៍ការងារជាក់ស្ដែងឲ្យទៅជាវិញ្ញាបនបត្រផ្លូវការសម្រាប់ប្រើប្រាស់ក្នុងការស្វែងរកការងារដែលមានចំណូលខ្ពស់ជាមួយគ្នានេះលោកជំទាវបានផ្ដល់អនុសាសន៍ដល់ដៃគូពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុកដាក់ពីគ្រោះយោបល់លើក្របខ័ណ្ឌកម្មវិធី ILO Triangle ឲ្យស្របតាមផែនការអភិភាពជាតិបន្តមកលោកជំទាវសុវណ្ណវណ្ណរដ្ឋរដ្ឋលេខាធិការប្រចាំការបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្ដីពីក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោយមានការចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធនិមិត្ត Zoom ពីថ្នាក់ដឹកនាំក្រសួងអធិការការងារ
និងមន្ត្រីផ្សះផ្សាវិវាទការងារទូទាំងប្រទេសសរុបចំនួន264នាក់លោកជំទាវរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះដែលមានគោលបំណង 1. ណែនាំអំពីខ្លឹមសារប្រកាសលេខ 098 កប ប្រ កវក ចុះថ្ងៃទី13 ខែមេសា ឆ្នាំ 2026 និង 2. ពង្រឹងការយល់ដឹងនិងបង្កើនសមត្ថភាពមន្ត្រីក្រមអវ៉ាត់ក្រសួងជាពិសេសអធិការការងារនិងមន្ត្រីផ្សះផ្សាវិវាទការងារទាំងអស់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារសម្ដេចធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាផ្សះផ្សាវិវាទការងារជូនដល់ភាគីវិវាទស្របតាមច្បាប់ជាធរមាននៅក្នុងថ្ងៃដដែលនេះអាដាមជាកសលរដ្ឋលេខាធិការបានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៍ការងារដែលរៀបចំដោយសហភាពពាណិជ្ជកម្មឥណ្ឌានៅកម្ពុជាដើម្បីផ្សព្វផ្សាយពីព័ត៌មានជ្រើសរើសបុគ្គលិកនិងផ្តល់ឱកាសដល់យុវជននិងអ្នកស្វែងរកការងារធ្វើបានដាក់ពាក្យនិងសម្ភារការងារជាមួយដំណាក់នយោជកដោយផ្ទាល់ការរៀបចំកម្មវិធីពិព័រណ៍ការងារដោយក្រុមធុរកិច្ចបរទេសនៅកម្ពុជានេះបានឆ្លុះបញ្ចាំងពីការចូលរួមផ្សព្វផ្សាយនិងផ្តល់ឱកាសការងារដោយផ្ទាល់ដល់យុវជននិងអ្នកស្វែងរកការងារធ្វើក្នុងគណៈដែលទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានខិតខំរៀបចំកម្មវិធីពិព័រណ៍ការងារជាប្រចាំនៅតាមមូលដ្ឋាននិងនៅតាមគ្រឹះស្ថានឧត្តមសិក្សានិងគ្រឹះស្ថានបណ្ដុំបណ្ដាលបច្ចេកទេសវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈត្រូវបានរៀបចំឡើងរៀងរាល់ចុងសប្តាហ៍នៅតាមបណ្ដាស្រុកនានាជាពិសេសក្នុងខេត្តជាប់ព្រំដែនប្រទេសថៃដោយក្នុងសប្តាហ៍នេះក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានរៀបចំឡើងនៅបរិវេណសាលាស្រុកចុងកាល់ក្នុងស្រុកចុងកាល់ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃសុក្រទី8ខែឧសភាក្រោមអធិបតីភាពរបស់អាដាមងុយរិទ្ធរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់អាដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈវេទិកានេះគឺជាឱកាសមាសសម្រាប់ពលរដ្ឋក្នុងមូលដ្ឋានដែលបាននាំមកនូវព័ត៌មានឱកាសការងារសរុបចំនួន 82,813 កន្លែងនៅទូទាំងប្រទេសក្នុងនោះក៏មានការផ្សារភ្ជាប់ដោយផ្ទាល់រវាងអ្នកស្វែងរកការងារប្រមាណ 7,800 នាក់ជាមួយតំណាងក្រុមហ៊ុនរោងចក្រសហគ្រាសនិងសមាគមចំនួន 5 ដែលកំពុងត្រូវការកម្លាំងពលកម្មភ្លាមៗចំនួន 2,080 កន្លែងទន្ទឹមនឹងនេះក្រសួងក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅកម្មវិធីបណ្ដុំបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ 1,500,000 នាក់ផងដែរតាមរយៈវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនាថ្ងៃសៅរ៍ទី9ខែឧសភានៅក្រុងសំរោងខេត្តឧត្តរមានជ័យប្រជាពលរដ្ឋជាច្រើនជាពិសេសអតីតពលករពីប្រទេសថៃនិងយុវជនទទួលបានឱកាសការងារក្នុងស្រុកការបណ្ដុំបណ្ដាលនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃនិងថែមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាពនិងទទួលបានប្រាក់ខែខ្ពស់ជាងប្រទេសថៃវេទិកានេះបានប្រព្រឹត្តឡើងក្រោមអធិបតីអាដាមរដ្ឋមន្ត្រីហេងសួរដោយមានអ្នកចូលរួមប្រមាណ 7,800 នាក់អាដាមហេងសួរបានលើកទឹកចិត្តឲ្យអតីតពលករមួយចំនួនដែលរងចាំត្រឡប់ទៅធ្វើការនៅថៃវិញនោះឲ្យសាកល្បងចូលធ្វើការដែលបានផ្ដល់ជូននេះសិនដើម្បីទទួលបានប្រាក់ចំណូលគ្រប់គ្រងគ្រួសារឬដាក់ពាក្យចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗដែលផ្ដល់ប្រាក់ខែនិងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃដូចជានៅប្រទេសជប៉ុនកូរ៉េសិង្ហបុរីជាដើមជាពិសេសសម្រាប់បងប្អូនក្នុងខេត្តឧត្តរមានជ័យដែលទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរពីសង្គ្រាមឈ្លានពានរបស់ថៃក្នុងករណីដែលមិនចង់ធ្វើការនៅតាមរោងចក្រនិងក្រៅប្រទេសអតីតពលករនិងយុវជនដែលបោះបង់ការសិក្សាអាចបង្កើតមុខរបរដោយខ្លួនឯងតាមរយៈការចូលរៀនវគ្គបណ្ដុំបណ្ដាលជំនាញបច្ចេកទេសពីកម្មវិធី TVET 1,500,000 នាក់ដោយឥតគិតថ្លៃនិងទទួលបានប្រាក់ខែឧបត្ថម្ភបន្ថែមទៀតដូចជាផ្នែកសំណង់ជួសជុលគ្រឿងម៉ាស៊ីនគ្រឿងអគ្គិសនីម៉ាស៊ីនត្រជាក់ដុតនំនិងឆុងកាហ្វេជាដើមអាដាមក៏បានបញ្ជ្រាបការយល់ដឹងនិងឲ្យចងចាំលេខទូរស័ព្ទ hotline 1297ដល់បងប្អូនសម្រាប់ចុះឈ្មោះរកការងារមានចម្ងល់និងសាកសួរព័ត៌មានបន្ថែមឲ្យបន្តចែករំលែកដល់សមាជិកគ្រួសារនិងសាច់ញាតិផងដែរ